ប្រធានាធិបតីស្រមៃគឺលោកដូណាល់ត្រាំឥឡូវនេះលោកបានរកឃើញមូលហេតុដែលថាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនហេតុអ្វីបានជាមិនងាយចរចាត្រូវរើគ្នាម្យ៉ាងវិញទៀតឥឡូវនេះលោកមានប្រតិកម្មចំពោះលោក Steve Witkoff ដែលជាបេសកជនពិសេសរបស់លោកហើយមានទូនាទីទៅចរចាជាមួយនឹងពូទីនប៉ុន្តែមិនបែរជាចរចាលក្ខណៈអព្យាក្រឹតនោះទេតែបែរជាយកផលប្រយោជន៍របស់អាមេរិកប្រគល់ទៅឲ្យរុស្ស៊ីទៅវិញបាទសូមលំអរកាយនឹងសូមស្វាគមន៍ប្រិមិត្តមកកាន់ព័ត៌មានអន្តរជាតិហើយនេះគឺជាការផ្សាយនៅថ្ងៃទី2ខែឧសភាឆ្នាំ2025បាទចឹងប្រិមិត្តអ្នកស្ដាប់ទីគោរពខ្ញុំក៏សូមលើកអំពីព័ត៌មានបាទតាក់ទងអំពីលោកដូណាល់ត្រាំប្រើប្រាស់បាត់ធរក្តៅទៅលើមន្ត្រីរបស់លោកដែលធ្វើការកន្លងមកមិនបានការបាទអ្នកខ្លះក៏ត្រូវបានបណ្ដេញអ្នកខ្លះក៏ត្រូវបានស្ដីបន្ទោសបាទចឹងនៅក្នុងវីដេអូនេះខ្ញុំក៏សូមលើកអត្ថបទអំពីមូលហេតុដែលឃើញថាអាការចរចារវាងរុស្ស៊ីហើយនិងអ៊ុយក្រែននឹងហាក់ពិបាកបាក់ខ្លាំងម្លេះឥឡូវនេះលោកដូណាល់ត្រាំរកឃើញហេតុផលហើយណាប្រិមិត្តណាអញ្ចឹងកន្លងមកក៏មានការបាទថែមស្គរថែមប៊ីចេងពីមន្ត្រីរបស់ខ្លួនដែលធ្វើឲ្យត្រាំនឹងពិបាកនៅក្នុងការគ្រប់គ្រងស្ថានភាពនៅពេលដែលមេតបមួយមិនអាចគ្រប់គ្រងឬក៏ក្តោបព័ត៌មានបានគឺมันអាចបាទចាប់ការទៅលើសត្រូវនោះទេឥឡូវនេះលោកដូណាល់ត្រាំមានការខកចិត្តចំពោះលោក Steve Witkoffដែលជាបេសកជនពិសេសនៅក្នុងតំបន់មជ្ឈិមបូព៌ាហើយមានតួនាទីនៅក្នុងការសម្រុះសម្រួលដើម្បីស្វែងរកសន្តិភាពនៅក្នុងការបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនអញ្ចឹងប្រិមិត្តបានស្គាល់គាត់ហើយគាត់តែងតែបោះហោះចុះហោះឡើងទៅកាន់ទីក្រុងមូស្គូហើយបានជួបផ្ទាល់ជាមួយលោកពូទីនជាច្រើនដងផងដែរប៉ុន្តែអ្វីដែលលោកដូណាល់ត្រាំបានពិនិត្យមើលឡើងវិញអំពីកំហុសឆ្គងរបស់មន្ត្រីរូបនេះណាប្រិមិត្តគឺមានច្រើនបាទមានច្រើនហើយមុននេះបន្តិចលោកដូណាល់ត្រាំក៏បានបណ្ដេញលោក Maiwell ដែលជាទីប្រឹក្សារបស់លោកនៅក្នុងជួររដ្ឋាភិបាលហ្នឹងក៏បណ្ដេញចេញពីបាទមុខតំណែងភ្លាមផងដែរណាប្រិមិត្តណាបាទបើយើងនិយាយទៅគឺត្រាំគាត់មិនទុកចិត្តគាត់តាមដានមន្ត្រីរបស់ខ្លួនដែរណាឥឡូវនេះរកឃើញកំហុសហើយមន្ត្រីអសមត្ថភាពនឹងត្រូវបណ្ដេញចេញបាទអញ្ចឹងខ្ញុំក៏សូមនិយាយអំពីលោក Steve Witkoff អ្វីដែលលោកដូណាល់ត្រាំបានដឹងលោកដូណាល់ត្រាំនៅថ្ងៃទី1ខែឧសភានេះលោកបានស៊ើបដឹងថាលោក Steve Witkoff ហាក់ដូចជាមិនប្រក្រតីនៅក្នុងការសម្រុះសម្រួលការចរចារវាងរុស្ស៊ីហើយនិងអ៊ុយក្រែន Steve Witkoff ហាក់ដូចជាមានបំណងមិនអព្យាក្រឹតគឺមានន័យថាឈរខាងរុស្ស៊ីហើយយកមន្ត្រីដែលមានចិត្តគំនិតបាទគាំទ្ររុស្ស៊ីគាំទ្រពូទីននឹងទៅចរចាជាមួយនឹងពូទីនបែរជាបានទទួលព័ត៌មានលំអៀងណាប្រិមិត្តណាដែលធ្វើឲ្យលោកដូណាល់ត្រាំកន្លងមកនឹងយល់ថារុស្ស៊ីទាមទារច្រើនពេកហើយចេះតែបាទសម្រុះសម្រួលឲ្យបាទលោកពូទីនទៅតាមអ្វីដែលលោក Steve Witkoff នេះបាននិយាយអញ្ចឹងទេបាទស្ថានភាពវាងាប់រស់ដោយសារតែអ្នកបញ្ចេញបញ្ចូលនឹងឯងហើយអំឡុងពេលដែលលោក Steve Witkoff បានទៅជួបលោកពូទីននៅខែមេសានោះណាប្រិមិត្តណា Steve Witkoff តែងតែនិយាយអំពីបញ្ហាលំអៀងឬក៏សម្រាប់កាត់ក្តីណាមួយនៅមុខលោកពូទីនដោយធ្វើឲ្យអ៊ុយក្រែននឹងគឺបាត់បង់អត្ថប្រយោជន៍ប៉ុន្តែបែរជាលើកផលប្រយោជន៍ទៅឲ្យលោកពូទីនហើយសម្រុះសម្រួលផលប្រយោជន៍របស់ពូទីននឹងមកប្រាប់លោកដូណាល់ត្រាំមិនថាតែប៉ុណ្ណោះ Steve Witkoff ក៏បាននិយាយអំពីបញ្ហាតំបន់មជ្ឈិមបូព៌ាតាក់ទងអំពីបាទអ៊ីស្រាអែលធ្វើការវាយប្រហារទៅលើប៉ាឡេស្ទីនឬក៏ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បាទអញ្ចឹងនៅក្នុងពេលតែមួយ Steve Witkoff បាននិយាយរឿងពីរជាមួយនឹងពូទីនដែលពូទីនគ្រាន់តែជាប្រទេសទី3តែប៉ុណ្ណោះមិនមានជាប់ពាក់ព័ន្ធនឹងក្នុងសាច់រឿងក្រុមហាម៉ាស់ឬក៏អ៊ីស្រាអែលនៅការបន្តធ្វើសង្គ្រាមនោះទេកន្លែងនេះខ្ញុំក៏មិនដឹងថាយ៉ាងម៉េចអប្រិមិត្តណានៅក្នុងទូនាទីអ្នកសម្រុះសម្រួលបើទៅនិយាយចរចាជាមួយនឹងភាគីម្ខាងគួរតែសម្ដៅទៅលើតែមួយរឿងតែប៉ុណ្ណោះប៉ុន្តែគេបានស៊ើបដឹងថាលោក Steve Witkoff នឹងបាននិយាយជាច្រើនរឿងបាទនៅក្នុងពេលតែមួយជាមួយលោកពូទីនហើយអ្វីដែលគេមើលឃើញនោះគឺ Steve Witkoff បានទៅតែម្នាក់ឯងទៀតណាប្រិមិត្តណាអត់មានមន្ត្រីអមដំណើរការជាមួយនៅពេលដែល Steve Witkoff ទៅជួបជាមួយនឹងលោកពូទីននោះទេកន្លែងនេះហើយគឺឱកាសលោក Steve Witkoff បង្កើតបញ្ហាដែលមើលឃើញថាដាក់ស្ករដាក់ប៊ីចេងដាក់អំបិលហើយមកប្រាប់លោកដូណាល់ត្រាំបញ្ហាចេះពូទីនគាត់ចេះគាត់ត្រូវការប្រពន្ធណាស់ត្រូវតែដាច់ខាតធ្វើសម្បទានឲ្យគាត់ចេះអញ្ចឹងហើយបានជាត្រាំគាត់ចេះតែបាទសម្រាប់អីបាទហាក់ដូចជាមិនបានផ្លែផ្កាអ្វីសោះណាប្រិមិត្តណាអញ្ចឹងបញ្ជូន Steve Witkoff ទៅជួបជាមួយពូទីនហ្នឹងគឺមិនមែនទៅសំណេះសំណាលធម្មតាទេគឺទៅចរចាលក្ខខណ្ឌតំណាងឲ្យលោកដូណាល់ត្រាំប៉ុន្តែវាបែរជាផ្ដល់ផលប្រយោជន៍ទៅឲ្យលោកពូទីនច្រើនជាងហើយមកយកផលប្រយោជន៍ហ្នឹងបាទនិយាយប្រាប់ត្រាំឲ្យត្រាំធ្វើតាម
ហើយតាក់ទងអំពីបាទីប្រឹក្សារបស់សេដ្ឋវិមានគឺលោក Mywell ជាចំណិតរបស់លោក Donald Trump ដែរត្រូវបានបណ្ដេញចេញពីតំណែងនោះគឺដោយសារតែគាត់បានធ្វើឲ្យព័ត៌មានផ្នែកយោធារបស់សហរដ្ឋអាមេរិកលេចធ្លាយនៅខែមីនាអំពីការត្រៀមវាយប្រហារទៅលើក្រុមឧទាមហូទីកន្លែងនេះគេមិនថាលោក Mywell នឹងគឺជារណុកក្នុងឬក៏ជាអ្នកធ្វើឲ្យបែកធ្លាយព័ត៌មាននៅក្នុងគោលបំណងចេតនាឬក៏មិនអចេតនានោះទេប៉ុន្តែដោយសារតែការទុកមុខឲ្យគេនិយាយថាជាការធ្វើប្រហែសតែប៉ុណ្ណោះណាប្រិមិត្តណាបាទអញ្ចឹងខ្ញុំក៏សូមធ្វើការអានអត្ថបទបាទតាក់ទងអំពីបញ្ហាមិនប្រក្រតីចំពោះលោក Steve Witkoff ហើយលោក Steve Witkoff នេះក៏មានទំនាស់ជាមួយនឹងលោក Volodymyr Zelensky ហើយ Mywell ហ្នឹងក៏មិនត្រូវរើគ្នាជាមួយនឹង Zelensky សូម្បីតែ JD Vance ដែលជាអនុប្រធានាធិបតីហ្នឹងក៏មិនត្រូវរើគ្នាជាមួយនឹង Zelensky ដែរប្រិមត្តបានឃើញជាក់ស្ដែងហើយនៅថ្ងៃទី28កាលពីប្រហែលខែមុននោះឆ្លោះគ្នាប្រកែកនៅឯស្ថាបវិមានបាទអញ្ចឹងខ្ញុំបាទក៏សូមធ្វើការអានអត្ថបទនៃសារព័ត៌មានដូចតទៅបើតាមសារព័ត៌មាន New York Post បានចេញផ្សាយថាលោក Donald Trump ខកចិត្តអំពីវិធីដោះស្រាយរបស់លោក Steve Witkoff ដែលមានតួនាទីនៅក្នុងការចរចាជាមួយនឹងលោក Putin ការបោះពុម្ពផ្សាយបានដឹងថាអ្នកតំណាងពិសេសរបស់លោក Donald Trump គឺលោក Steve Witkoff បានធ្វើឲ្យមានការដំណើរការប្រហែសនៅពេលដែលទៅជួបជាមួយនឹងលោក Putin នៅឯវិមានកន្លាំងដោយមើលឃើញថាលោក Steve Witkoff បានពឹងផ្អែកទៅលើអ្នកបកប្រែដែលជាជនជាតិរបស់រុស្ស៊ីនេះគឺជាទង្វើរំលោភលើនីតិវិធីការទូតដែលបានបង្កើតឡើងសារព័ត៌មាន New York Post បានរាយការណ៍ថារដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកមានការខកចិត្តចំពោះវិធីដែលតំណាងពិសេសរបស់ប្រធានាធិបតីលោក Donald Trump ទទួលបន្ទុកនៅក្នុងតំបន់មជ្ឈិមបូព៌ាគឺលោក Steve Witkoff អំពីការចរចាជាមួយរុស្ស៊ីកន្លងមកដោយដែលបានដឹងហើយថាក្រៅពីធ្វើជាអ្នកតំណាងពិសេសរបស់លោក Donald Trump សម្រាប់តំបន់មជ្ឈិមបូព៌ាលោក Steve Witkoff កំពុងតែធ្វើការចរចាដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីរុស្ស៊ីគឺលោក Vladimir Putin ដែលការបោះពុម្ពផ្សាយរៀបរាប់អំពីប្រភពថាលោក Steve Witkoff បានចូលរួមនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ដោយឯករាជ្យហើយពេលខ្លះក៏បានពឹងផ្អែកទៅលើអ្នកបកប្រែរបស់វិមានកន្លាំងទាំងស្រុងដែលជាការរំលោភលើនីតិវិធីការទូតដែលបានបង្កើតឡើងអំឡុងពេលកិច្ចប្រជុំចុងក្រោយរបស់លោក Steve Witkoff ជាមួយនឹង Putin បានធ្វើឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុនបេសកជនពិសេសរបស់លោក Donald Trump បានស្វាគមន៍មេដឹកនាំផ្ដាច់ការវិមានកន្លាំងនៅក្នុងនាមជាមិត្តចាស់ប៉ុន្តែត្រូវបានគេមើលឃើញថាមិនមានសញ្ញានៃក្រុមប្រឹក្សានិងអ្នកជំនាញនិងមន្ត្រីយោធាធម្មតាអមដំណើរជាមួយនឹងលោក Steve Witkoff នៅពេលដែលកំពុងតែចរចាជាមួយលោក Putin នោះទេទន្ទឹមនឹងនេះលោក Putin មិនមែននៅក្នុងកិច្ចប្រជុំតែម្នាក់ឯងនោះទេប៉ុន្តែលោក Putin បានអមជាមួយនឹងជំនួយការរបស់គាត់គឺលោក Yuri Usakov និងប្រធានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យគឺលោក Kirill Dmitriev សម្រាប់លោក John Hardy នាយកកម្មវិធីរុស្ស៊ីនិងមូលនិធិការពារលទ្ធិប្រជាធិបតេយ្យបាននិយាយថាអ្នកណាក៏ដោយដែលកំពុងតែមានកិច្ចពិភាក្សាបែបនេះជាមួយលោក Putin ទំនងនឹងទទួលបានផលប្រយោជន៍ពីការចរចាបន្ទាប់ពីបានបញ្ចប់ហើយវាគឺជាបទពិសោធន៍ដែលមានស្រាប់ដែលវិមានកន្លាំងតែងតែធ្វើរឿងបែបនេះអ្នកតំណាងរបស់រដ្ឋាភិបាលលោក Donald Trump មុននឹងចែករំលែកគំនិតរបស់គាត់នៅក្នុងការពិភាក្សាគ្នានោះវាអាចនឹងធ្វើឲ្យស្ថានភាពប្រែប្រួលមនុស្សល្អខ្លាចជាមនុស្សល្ងង់ហើយមនុស្សល្អនឹងខ្លាចជាមនុស្សខូចដូច្នេះ Steve Witkoff មិនអាចគួរតែធ្វើបែបនេះនោះទេការបោះពុម្ពផ្សាយបានរំលឹកថានៅក្នុងនាមជាបេសកជនពិសេសសម្រាប់តំបន់មជ្ឈិមបូព៌ាលោក Steve Witkoff បានព្យាយាមធ្វើអន្តរាគមន៍ទៅលើកិច្ចព្រមព្រៀងបទច្បាញ់និងការដោះលែងចំណាក់ខ្មាំងរបស់អ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ុន្តែការប៉ុនប៉ងរបស់លោក Steve Witkoff ត្រូវបានបរាជ័យអ៊ីស្រាអែលចង្អុលបង្ហាញអំពីការខ្វះខាតបទពិសោធន៍របស់លោក Steve Witkoff ចំតែម្ដងថាអ្នកការទូតម្នាក់នេះមិនមានវិជ្ជាជីវៈនៅក្នុងការដោះស្រាយឬក៏ចរចាបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននោះទេលោក Denny Sinevich អ្នកជំនាញសន្តិសុខរបស់អ៊ីស្រាអែលនិងអ្នកជំនាញនៅឯវិទ្យាស្ថានសិក្សាសន្តិសុខជាតិដែលមានមូលដ្ឋាននៅឯទីក្រុងតេអាវីបាននិយាយថាតើ Steve Witkoff បែងចែកពេលវេលារបស់គាត់ដោយរបៀបណាអំឡុងពេលដែលទទួលបញ្ជាពីលោក Donald Trump ឲ្យចរចារឿងអ៊ុយក្រែននិងរុស្ស៊ីតែប៉ុណ្ណោះតើហេតុអ្វីបានជាលោកទាញអំពីស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាចូលទៅក្នុងរឿងពិភាក្សានោះស្ថានភាពពេលនេះលោក Donald Trump បានបង្ហាញអ្នកតំណាងពិសេសសម្រាប់ការសម្រុះសម្រួលបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺមាន2នាក់ទី1គឺលោក Steve Witkoff ហើយទី2ឧត្តមសេនីយ៍ Jody Vance គឺលោក Kate Kellogg លោក Kate Kellogg មានតួនាទីការសម្រុះសម្រួលសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនប៉ុន្តែត្រឹមតែចរចាជាមួយនឹងភាគីអ៊ុយក្រែនតែប៉ុណ្ណោះចំណែកឯលោក Steve Witkoff មានតួនាទីចរចាជាមួយនឹងភាគីខាងរុស្ស៊ី
ចំពោះលោកហាឌីបាននិយាយថាបញ្ហាជាមួយនឹងរបៀបដែលប្រធានាធិបតីត្រាំពិបាកនៅក្នុងការទទួលខុសត្រូវគឺដោយសារតែ Steve Peacock និងលោក Kellogg ដែលលោកឃើញថាលោក Steve Peacock ជាបុគ្គលដែលមានភាពជិតស្និទ្ធជាមួយនឹងលោក Donald Trump ដូច្នេះ Trump ទុកចិត្ត Trump ក៏បញ្ជូនលោក Steve Peacock ទៅចរចាជាមួយនឹងវិមានកង្លាំងហើយក្រោយមកទស្សនៈរបស់វិមានកង្លាំងក៏បានបង្ហាញទៅដល់លោក Donald Trump តាមរយៈ Steve Peacock ប៉ុន្តែមើលឃើញថាវិមានកង្លាំងមានឥទ្ធិពលទៅលើទស្សនៈរបស់ទីក្រុងគៀវច្រើនជាងយើងទៅតាមអតីតអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសរុស្ស៊ីគឺលោក Michael Mokavel លោក Trump ត្រូវតែតែងតាំងមនុស្សដែលមានបទពិសោធន៍ម្នាក់ហើយអាចទុកចិត្តជាងនេះនៅក្នុងការចរចាជាមួយនឹងភាគីរុស្ស៊ីអតីតអគ្គរដ្ឋទូតរូបនេះបាននិយាយថាប្រសិនបើទីបំផុតលោក Donald Trump មានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការសម្រុះសម្រួលបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនគាត់នឹងតែងតាំងមនុស្សម្នាក់ឲ្យចរចាជាមួយនឹងភាគីទាំងពីរដែលបុគ្គលម្នាក់នោះអាចសម្រុះសម្រួលបានហើយមានបទពិសោធន៍នៅក្នុងការចរចាលក្ខណៈការទូតកន្លងមកអតីតអគ្គរដ្ឋទូតរបស់អាមេរិកប្រចាំនៅក្នុងទឹកដីរុស្ស៊ីគឺលោក Michael Mokavel លោកជឿជាក់ថាអ្នកតំណាងពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Steve Peacock មិនអាចធ្វើអ្វីបានសោះដើម្បីនាំបទឈប់បាញ់នៅក្នុងទឹកដីអ៊ុយក្រែនហើយគួរតែត្រូវបានជំនួសដោយអ្នកការទូតផ្សេងដែលមានបទពិសោធន៍ជាងនេះយោងទៅតាមអតីតអគ្គរដ្ឋទូតម្នាក់នេះបាននិយាយថាចំពោះអ្នកចរចាដ៏ល្អបំផុតពួកគេមិនអាចចរចារឿងពីរនៅក្នុងពេលតែមួយនោះទេជាក់ស្ដែងដូចជាអំពីការទំនួលខុសត្រូវចំពោះលោក Steve Peacock ដែលគួរតែទទួលខុសត្រូវចំពោះទិសដៅតែមួយតែប៉ុណ្ណោះនៅក្នុងពេលចរចានៅពេលថ្មីនេះ Steve Peacock បានអួតអំពីសមិទ្ធផលគួរឲ្យសង្ស័យនៅក្នុងការចរចាជាមួយលោក Putin គាត់បាននិយាយថាគាត់មានកិច្ចប្រជុំចំនួន4ជាមួយនឹងមេដឹកនាំផ្ដាច់ការរុស្ស៊ីដែលជំនួបនោះមិនមានរយៈពេលតិចជាង3ម៉ោងនោះទេប៉ុន្តែលោកបាននិយាយថាស្ថានភាពនៃជំនួបនោះអាចនឹងលើស5ម៉ោងបាទអញ្ចឹងប្រិមិត្តអ្នកស្ដាប់ទីគ្រប់ប្រិមិត្តបានស្ដាប់នៃអត្ថបទនេះហើយឃើញថាបាទប្រទេសមួយចង់បញ្ចប់សង្គ្រាមជាមួយនឹងប្រទេសមួយគឺពឹងផ្អែកទៅលើអ្នកការទូតបាទហើយប្រសិនបើអ្នកការទូតនឹងតំណាងឲ្យប្រធានាធិបតីទៅចរចាជាមួយនឹងប្រធានាធិបតីផ្សេងទៀតបាទដាក់ប៊ីចេងដាក់ស្ករដាក់អំបិលណាប្រិមិត្តប្រកាសជាបាទអាចនឹងផ្ទុះឲ្យមានសង្គ្រាមធំណាប្រិមិត្តណាអញ្ចឹងទេសង្គ្រាមនេះបាទស្លាប់ឬក៏រស់វាអាស្រ័យទៅលើលោក Steve Peacock ដែរបើ Steve Peacock ប្រាប់ត្រាំយ៉ាងម៉េចត្រាំគាត់នឹងសម្រេចយ៉ាងនោះបើខុសត្រូវទៅលើការសម្រេចចិត្តហើយពេលខ្លះបាទដូចជារឿងការកាត់ទឹកដីរបស់អ៊ុយក្រែនអីហ្នឹងប្រិមិត្តណាលោក Donald Trump មិនតនិយាយជាសាធារណៈផងស្រាប់តែលោក Steve Peacock ហ្នឹងគឺនិយាយមុនត្រាំទៀតប្រិមិត្តអញ្ចឹងបានជាពេលខ្លះគេពាក្យថាដឹងរឿងហើយបាទប៉ុន្តែមិនចេះនិយាយឲ្យចំពេលវេលាវាបែរជាធ្វើឲ្យស្ថានភាពហ្នឹងវាទៅជាតឹងតែងទៅវិញពេលខ្លះសម្ដីខ្លះឬក៏ដឹងរឿងខ្លះណាប្រិមិត្តគួរតែនិយាយក៏និយាយពេលខ្លះមិនគួរនិយាយតែបែរជានិយាយវិញហើយបើនិយាយអំពីរឿងអត់យល់ហើយទៅនិយាយប្រាប់គេទៀតអាហ្នឹងរត់តែរឿង Vivo Time ទៀតប្រិមិត្តណាជាក់ស្ដែងដូចជារឿងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនអញ្ចឹងមានប្រិមិត្តមួយចំនួនគាត់ឆ្ងល់ថាចោះបើហេតុអីបានជា Zelensky គាត់ដឹកនាំប្រទេសអ៊ុយក្រែនដល់ថ្នាក់ហ្នឹងបាទគាត់មិនព្រមប្រកាសទឹកដីបញ្ចប់សង្គ្រាមតែម្ដងទៅណោះចាំបាច់អីឲ្យកងទ័ពរបស់អ៊ុយក្រែនស្លាប់ហើយឲ្យប្រជាជនរបស់អ៊ុយក្រែនស្លាប់អាកន្លែងនេះខ្ញុំសូមលើកអញ្ចេះវិញដោយសារតែគាត់អត់យល់អំពីស្ថានភាពសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននេះប្រិមិត្តមិនមែនត្រឹមតែកាត់ទឹកដីឲ្យគេនឹងហើយណាថារួចខ្លួននោះទេណាប្រិមិត្តណា Zelensky គឺគាត់ចង់បញ្ចប់សង្គ្រាមធានាថានៅថ្ងៃក្រោយរុស្ស៊ីមិនអាចរំលោភបូរណភាពទឹកដីរបស់អ៊ុយក្រែនបានហើយអ៊ុយក្រែនមិនអាចស្ថិតនៅក្រោមអាណានិគមរបស់រុស្ស៊ីទៀតអញ្ចឹងកន្លែងនេះគួរតែយល់ណាប្រិមិត្តណាមិនមែនមានន័យថាកាត់ទឹកដីឲ្យគេហើយណាគេបញ្ចប់សង្គ្រាមទៅនឹងទេអញ្ចឹងហើយបានជា Zelensky តតាំងរហូតមកដល់ពេលនេះហើយប្រិមិត្តតាមដានវីដេអូរបស់ខ្ញុំឃើញហើយលក្ខខណ្ឌរបស់លោក Putin ក៏ចង់បានអីខ្លះបាទគាត់ទាមទារឲ្យអ៊ុយក្រែនមិនមានការពង្រីកទំហំកងទ័ពទី1ទី2អ៊ុយក្រែនអត់មានសិទ្ធិនៅក្នុងការអភិវឌ្ឍអាវុធនោះទេទី3អ៊ុយក្រែនអត់មានសិទ្ធិបង្កើតកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្ដាប្រទេសផ្សេងនោះទេហើយអ៊ុយក្រែនមិនអាចចូលរួមជាមួយនឹង NATO លោក Putin ចង់បណ្ដេញប្រធានាធិបតីអ៊ុយក្រែនចេញគឺលោក Volodymyr Zelensky ដាក់មនុស្សថ្មីចូលតំណាងឲ្យលោក Volodymyr Zelensky មិនស្រួលគឺជាដៃជើងរបស់លោក Putin ទៀតហើយកន្លងមកប្រិមិត្តបានដឹងហើយថាលោក Putin មិនចង់ឲ្យអ៊ុយក្រែននឹងចូល EU ទេប៉ុន្តែដោយសារតែការចរចារវាងលោកVolodymyr Zelensky ជាមួយនឹង Trump នៅពេលក្រោយៗនេះទេទើបរឿងថាចូល EU នឹងទើបសហរដ្ឋអាមេរិកបើកដៃឲ្យអ៊ុយក្រែនចូលហើយបើបញ្ចប់សង្គ្រាមទៅធ្វើទៅតាមលក្ខខណ្ឌឬការអាវ៉ាត់របស់ Putin ណាប្រិមិត្តណាកុំថាអ៊ុយក្រែនមានសេចក្តីសុខបើនៅថ្ងៃក្រោយក៏ទោះបីជាសង្គ្រាមនេះត្រូវបានបញ្ចប់ក៏ដោយអញ្ចឹងគួរតែបើអរគុណ Zelensky ទៅបើ Zelensky រត់ចោលស្រុកដូចជាលោកអាសាត
នៅក្នុងឆ្នាំ2022ណាប្រិមិត្តម្លោះរបស់អ៊ុយក្រែនហ្នឹងគឺមិនបាច់និយាយទេគឺទាំងមូលតែម្ដងគឺធ្លាក់នៅលើកណ្ដាប់ដៃរបស់ពូទីនហើយអញ្ចឹងទេបាទតតែតាមដានស៊ីជម្រៅណាប្រិមិត្តទើបយល់អំពីអាការសម្រេចចិត្តរបស់មេដឹកនាំនីមួយៗហ្នឹងគឺពិបាកនៅក្នុងការដោះស្រាយហើយប្រិមិត្តបានឃើញហើយថាបន្ទាប់ពីអ៊ុយក្រែនបានចរចារឿងធនធានរ៉ែជាមួយនឹងសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកដូណាល់ត្រាំយ៉ាងម៉េចស្មានថាត្រាំនឹងចូលចិត្ត Zelensky មែនដែរឬអត់បាទត្រាំគាត់មិនចូលចិត្ត Zelensky នោះទេដោយសារតែ Zelensky នឹងចាប់ដៃចាប់ជើងជាមួយនឹង Joe Biden ហើយត្រាំចោទ Zelensky ថាបង្កើតអំពើពុករលួយកេងប្រវ័ញ្ចបាទទ្រព្យសម្បត្តិរបស់អាមេរិកកន្លងមកផងប៉ុន្តែនៅតែ Zelensky ចរចាបាទឲ្យអាមេរិកដកបាទបំណុលរាប់រយពាន់លានចេញពីអ៊ុយក្រែនហើយនៅសល់តែទំហំបំណុលតិចតួចតែប៉ុណ្ណោះម្យ៉ាងទៀតលោក Zelensky បានចរចាសម្រេចឲ្យរឿងនាំអ៊ុយក្រែនចូលជាសមាជិករបស់ EU ចុងក្រោយនេះគឺអាចបញ្ចុះបញ្ចោឲ្យលោក Donald Trump នឹងប្រគល់សភាវុធបន្តទៀតមកអ៊ុយក្រែនហើយលោក Zelensky គឺដាច់ខាតតែម្ដងឲ្យរឿងលក្ខខណ្ឌដែលដាក់កំហិតទៅឲ្យអ៊ុយក្រែនមិនមានការអភិវឌ្ឍខ្លួនឯងទៅថ្ងៃអនាគតនេះគឺដាច់ខាតតែម្ដងប្រឆាំងបាទអញ្ចឹងទេបាទរឿងបញ្ចប់សង្គ្រាមបាទបកគលឲ្យប្រទេសផ្សេងជាអ្នករ៉ាប់រងនោះគឺវាស្រួលទេតែបើសិនជាយើងគិតអនាគតរបស់ប្រជាជនរបស់ខ្លួនឯងអានឹងទើបរឿងពិបាកណាប្រិមិត្តបាទអញ្ចឹងខ្ញុំបាទក៏សូមបញ្ចប់ព័ត៌មានត្រឹមនេះហើយសង្ឃឹមថាប្រិមិត្តនឹងទទួលបានព័ត៌មានដែលក្តីរីករាយបាទសូមអរគុណសូមជម្រាបលា